ពងទាឈាមត្រីប្រមាភាគច្រើនយើងអាសាបានញ៉ាំពេលដែលទៅចូលហាងឬក៏ចូលទៅកន្លែងម្ហូបកំងអីម្ដងអញ្ចឹងភាគច្រើនដឹងតែអត់ដែររំលងទេរឿងពងទាឈាមត្រីប្រមាហ្នឹងអញ្ចឹងថ្ងៃនេះដែរខ្ញុំក៏បានធ្វើជាមួយពងទាឈាមត្រីប្រមាញ៉ាំម្ដងអញ្ចឹងហើយគ្រឿងផ្សំយើងគឺមានជាមួយនឹងចាត្រីប្រមាបងប្អូនហើយត្រីប្រមាហ្នឹងខ្ញុំទិញហ្នឹងចំនួន1ខាំរៀងចាស់បន្តិចហើយនឹងសាច់ជ្រូកហ្នឹង1ខាំកន្លះបន្ទាប់មកខ្ញុំមានជាមួយនឹងបន្លែហើយនឹងពងមាន់3គ្រាប់តែជាក់ស្ដែងខ្ញុំដាក់ពងមាន់4គ្រាប់ហ្នឹងបងប្អូនដំបូងហ្នឹងខ្ញុំត្រូវចំហុយត្រីប្រមាជាមុនសិនព្រោះអីបើយើងបេះសាច់ត្រីប្រមាហ្មងគឺវាអត់បានទេដោយសារស្បែកត្រីវាស្វិតហើយយើងបេះអត់អស់សាច់អញ្ចឹងណាហើយអញ្ចឹងខ្ញុំដាក់ចំហុយជាមួយស្បែកជ្រូកដោយសារតែសាច់ជ្រូកហ្នឹងខ្ញុំជាយកស្បែកវាដើម្បីចំហុយដែរអញ្ចឹងណាហើយខ្ញុំធ្វើការហាន់សាច់ជ្រូកដើម្បីច្រាំឲ្យល្អិតណាបងប្អូនតោះពីយើងហាន់វាហើយយើងច្រាំឲ្យល្អិតមកល្មមណាតែខ្ញុំនេះរបៀបថាបតន់ឃ្លានបាយអញ្ចឹងច្រាំបានតែប៉ុណ្្នឹងហើយស្បែកជ្រូកដែលខ្ញុំចំហុយមុនហ្នឹងក៏ខ្ញុំយកវាមកហាន់ដែរហើយដំបូងហ្នឹងខ្ញុំបេះសាច់ត្រីប្រមាសិននៅពេលដែលត្រីហ្នឹងខ្ញុំចំហុយរៀងយូរបងប្អូនតែពិតចំហុយតែត្រឹមតែ3-4នាទីហ្នឹងក៏សាច់ត្រីយើងផុយដែរប៉ុន្តែខ្ញុំទុកប្រហែលជា5-6នាទីមិនដឹងដល់ពេលចឹងសាច់ត្រីរៀងផុយចឹងយើងឆ្កឹះយកឆ្អឹងហើយនឹងស្បែកវាចេញឲ្យអស់មកហើយយើងជ្រុំវានឹងឲ្យសាច់ត្រីយើងនឹងវាម៉ត់ព្រោះនៅពេលដែលយើងដាក់លាយទៅវាអត់ដុំឯហើយស្បែកជ្រូកដែលខ្ញុំបានចំហុយឆ្អិនមុនហ្នឹងក៏ខ្ញុំដាក់ហាន់វាជាដុំអញ្ចឹងដើម្បីដាក់ជៀនជាមួយនឹងពងទាដែរអញ្ចឹងណាបន្ទាប់ពីខ្ញុំធ្វើហ្នឹងហើយខ្ញុំចាប់ផ្ដើមមកដាក់ខ្ទឹមសហ្នឹងចំនួន2កំពឹសហើយគ្រាន់តែក្លិនត្រីប្រមាបងប្អូនឃើញទេវារុយវាហោះហើរឆ្វែលហ្មងចាគឺក្លិនពេញផ្ទះអញ្ចឹងយើងចាប់ផ្ដើមច្រាំខ្ទឹមសយើងឲ្យល្អិតប៉ុណ្ណឹងមកហើយខ្ញុំចាប់ផ្ដើមមកដាក់ហាន់ខ្ទឹមក្រហមហ្នឹងមកមើមតូចដែរខ្ទឹមក្រហមបងប្អូនចង់ដាក់ក៏បានអត់ក៏បានប៉ុន្តែបើដាក់ឆ្ងាញ់ជាងហើយខ្ញុំអត់បានប្រើស្លឹកខ្ទឹមទេដោយសារខ្ញុំអត់ចង់ញ៉ាំអញ្ចឹងខ្ញុំប្រើតែខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសហើយម្ទេសហ្នឹងយើងហាន់វាដូចគ្នាមកជាធម្មតាម្ហូបហ្នឹងគឺខ្ញុំអត់ងាយធ្វើទេបងប្អូនដោយសារតែត្រូវចំហុយត្រីផងអីផងខ្ញុំខ្ជិលណាតែថ្ងៃនេះអាសាអញ្ចឹងខ្ញុំធ្វើម្ដងចាហើយយើងដាក់សាច់ជ្រូកយើងហើយជាមួយគ្រឿងទាំងអស់ហ្នឹងចូលគ្នាទៅជាមួយនឹងសាច់ត្រីប្រមាហ្នឹងដាក់ចូលគ្នាតែម្ដងហើយយើងមកធ្វើការគោះពងមាន់ដាក់ដូចខ្ញុំនិយាយបញ្ជាក់ពីដំបូងអញ្ចឹងពងមាន់ដំបូងនេះថាដាក់តែ3គ្រាប់ឯងបងប្អូនប៉ុន្តែដោយសារមើលជាក់ស្ដែងវារៀងតូចដែរពងមាន់អញ្ចឹងខ្ញុំដាក់4ណាប៉ុន្តែបើសិនជាបងប្អូនប្រើពងទាដាក់តែ3គ្រាប់បានហើយហើយបន្ទាប់មកខ្ញុំប្រើជាមួយស្ករសហ្នឹងមកស្ព្រាបាយដែលខ្ញុំវាស់ហ្នឹងណាហើយនឹងប៊ីចេងចំនួនកន្លះស្ព្រាបាយពួកអីត្រីប្រមាណយើងរៀងប្រៃដែរហើយខ្ញុំថែមជាមួយនឹងទឹកត្រីហ្នឹងមកស្ព្រាបាយដែរបងប្អូនបន្ទាប់មកយើងចាប់ផ្ដើមច្របល់វាឲ្យសព្វគ្រឿងចាំយើងយកទៅចៀនគឺរយហ្នឹងវាចេះផុតហ្មងបន្ទាប់មកយើងដាក់ខ្លាញ់ឲ្យក្តៅសិនណាខ្ទះយើងឲ្យក្តៅហើយចាំខ្ញុំដាក់ខ្លាញ់ចូលហើយយើងធ្វើការចៀនវិញខ្ញុំចៀនតែ2ដងហើយខ្ញុំយកសាច់ជ្រៀងក្រាស់ដែរអញ្ចឹងបន្ទាប់យើងវេកវាឲ្យស្មើណាហើយពេលហ្នឹងគឺយើងត្រូវបន្ថយភ្លើងបន្តិចបងប្អូនពេលដែលយើងដាក់រៀបចំឲ្យហើយហ្នឹងគឺយើងបន្ថយភ្លើងបន្តិចមកកុំឲ្យវាខ្លាចតែវាឆ្អិនពងទាហើយសាច់ជ្រូកយើងអត់ឆ្អិនអញ្ចឹងខ្ញុំត្រូវបន្ថយបន្ទាប់មកខ្ញុំចាប់ផ្ដើមគៀវាឲ្យរៀងស្មើសិន
ចាំយើងយកគ្រប់ឆ្នាំងមកគ្របដើម្បីវាឆាប់ឆ្អិនណាពេលវាឆ្អិនហើយយើងចាប់ផ្ដើមប្រែម្សៅយើងទៀតមកក្លិនឈ្ងុយណាបងប្អូនអើយគ្រាន់តែមើលឥឡូវឃ្លានបាយទៀតនេះថាតមបាយមានណាដល់ពេលធ្វើម្ហូបហ្នឹងចំរបស់ត្រូវចិត្តអត់បានតមបាយបណ្ដោយបងប្អូនអ្នកចង់សម្រាប់គីឡូមិនបាច់ញ៉ាំទេកុំធ្វើញ៉ាំពួកអីធ្វើញ៉ាំហើយញ៉ាំបាយច្រើនណាស់តោះមកយើងមានបន្លែយើងគឺមានតាមបងប្អូនចូលចិត្តហើយពុកទាខ្ញុំហើយនឹងបន្លែខ្ញុំមានតសក់មានអីហ្នឹងឯងដូចបងប្អូនឃើញចឹងហើយរសជាតិវិញប៉ុណ្ណឹងគឺល្មមមកឆ្ងាញ់ហ្មងបងប្អូនហើយបងប្អូនចង់ចេះអាចធ្វើតាមរង្វាន់នឹងបានអរគុណ